ការសងសឹកដ៏ល្អបំផុតគឺរស់នៅឲ្យល្អជាងមនុស្សដែលធ្លាប់មើលងាយយើងអ្នកមិនចាំបាច់ទៅសងសឹកយកឈ្នះយកចាញ់ជាមួយមនុស្សដែលមើលងាយយើងទេរស់នៅឲ្យតែល្អជាងគេទៅអ្នកនឹងឈ្នះគេរួចស្រេចបាត់ទៅហើយគេប្រមាថមើលងាយយើងកុំចំណាយពេលទៅសងសឹកទៅឈឺចាប់ជាមួយគេចំណាយពេលរស់នៅជាមួយខ្លួនឯងឲ្យបានក្តីសុខបំផុតពេលខ្លះភាពស្ងប់ស្ងាត់វាជាវិធីសាស្ត្រសងសឹកដ៏ល្អបំផុតនៅក្នុងជីវិតយើងគេមើលងាយយើងកុំឈឺចាប់យូរពេកងើបឡើងកសាងខ្លួនឲ្យខ្លាំងជាងមុនរស់នៅឲ្យល្អជាងមុនខំប្រឹងឲ្យខ្លាំងជាងមុនកសាងលទ្ធផលឲ្យល្អជាងមុនធ្វើឲ្យអ្នកដែលធ្លាប់មើលងាយយើងនឹងស្ដាយក្រោយដែលប្រមាថមើលងាយមកលើយើងការសងសឹកដ៏ល្អបំផុតគឺឈប់ធ្វើរឿងដែលគេធ្លាប់មើលងាយមកលើយើងគេប្រមាថមើលងាយយើងឈឺចាប់ណាស់ឈឺចាប់ហើយត្រូវតែចងចាំការសងសឹកដ៏ល្អបំផុតគឺឈប់ធ្វើរឿងដែលគេធ្លាប់ប្រមាថមកលើយើងគេប្រមាថយើងដោយសារយើងខ្សោយយើងត្រូវដាក់គោលដៅឲ្យខ្លួនឯងឈប់ខ្សោយគេប្រមាថមើលងាយយើងព្រោះយើងអត់យើងខំប្រឹងធ្វើខ្លួនឯងឲ្យមានបានកុំឲ្យអត់ដូចមាត់គេថាគេមើលងាយយើងកន្លែងណាយើងត្រូវងើបនៅកន្លែងនោះងើបដើរចេញពីរឿងដដែលដែលគេធ្លាប់មើលងាយយើងកុំទៅចំណាយពេលឈឺចាប់ជាមួយមនុស្សដែលមើលងាយយើងតែត្រូវចំណាយពេលមើលកន្លែងដែលគេធ្លាប់មើលងាយយើងហើយជៀសឲ្យផុតពីកន្លែងដែលគេធ្លាប់ប្រមាថមើលងាយយើងនឹងឯងការសងសឹកដ៏ល្អបំផុតគឺយកការប្រមាថមើលងាយធ្វើជាកម្លាំងចិត្តពេលខ្លះការប្រមាថវាជាសម្ពាធមួយដែលធ្វើឲ្យយើងខិតខំប្រឹងប្រែងទ្វេដងការសងសឹកដ៏ល្អបំផុតគឺការយកការប្រមាថធ្វើជាកម្លាំងចិត្តដើម្បីធ្វើការមួយដ៏ល្អបំផុតសម្រាប់ជីវិតពេលគេប្រមាថយើងនៅពេលដែលគេមើលងាយយើងសូមកុំបាក់ទឹកចិត្តសូមកុំផ្ដេកផ្ដួលត្រូវយកការប្រមាថទាំងអស់នោះធ្វើជាកម្លាំងចិត្តដើរទៅមុខកុំឈប់ហើយនៅពេលដែលអ្នកទទួលបានជោគជ័យពេលនោះអ្នកនឹងដឹងថាឥទ្ធិពលនៃការប្រមាថភាពឈឺចាប់ដែលគេប្រមាថយើងបានคล้ายជាកម្លាំងដ៏ពិសេសមួយរុញយើងឲ្យធ្វើការងារមួយបានល្អបំផុតទទួលបានផ្លែផ្កានៅក្នុងជីវិតយើងណាក៏ជួបបញ្ហាដែរប៉ុន្តែរបៀបនៅក្នុងការទទួលយករបៀបនៅក្នុងការឆ្លើយតបគឺជាវិធីសាស្ត្ររបស់មនុស្សរៀងខ្លួនយើងឆ្លើយតបត្រូវយើងចំណេញយើងផ្ដេកផ្ដួលយើងនឹងកាន់តែបាក់ទឹកចិត្តថែមទៀតរៀនរស់ដោយមានថាមពលបំផុតនៅក្នុងជីវិតរបស់អ្នក